ទីតកម្មដ៏រន្ធត់បរិជាប្តីបាញ់សម្រាប់ប្រពន្ធរួចបាញ់សម្រាប់ខ្លួនឯងតាមក្រោយព្រោះតែភ្លើងប្រច័ណ្ឌខេត្តកំពង់ចាមដោយសារតែភ្លើងប្រច័ណ្ឌបរិជាប្តីបានយកកំភ្លើងខ្លីមួយដើមមកបាញ់ប្រហារលើប្រពន្ធរបស់ខ្លួននៅតូបលក់ដូរគ្រឿងទេសបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករដែលលក់ដូរពេញផ្សារតែម្ដងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 1:20 នាទីរសៀលថ្ងៃទី 7 ខែមេសា 2026ដែលស្ថិតនៅចំណុចផ្សារសកុនឃុំស៊ូទើបស្រុកជើងព្រៃក្រោយពីបាញ់ប្រហារប្រពន្ធរបស់ខ្លួនរួចក៏ស្លាប់ក្នុងធប់ឈាមបរិជាប្តីបានបាញ់សម្លាប់ខ្លួនធ្វើអត្តឃាតតាមក្រោយស្លាប់ទាំងពីរនាក់យ៉ាងអណោចអធមភ្លាមនោះត្រូវបានកម្លាំងនគរបាលចូលដល់កន្លែងកាត់ហេតុធ្វើការហុំព័ទ្ធដើម្បីធ្វើកសលវិច័យសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថាជនសរសៃមានឈ្មោះដូចសុជាតិភេទប្រុសអាយុ49ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅនៅភូមិត្រពាំងជើងសង្កាត់ក្រាំងធ្នងខណ្ឌសែនសុខក្រុងភ្នំពេញបានយកអាវុធខ្លីផាត់ថាបាញ់ប្រហារទៅលើប្រពន្ធឈ្មោះណាំសារីម42ឆ្នាំរស់នៅភូមិឃុំស្រងែស្រុកព្រៃឈរដែលកំពុងតែលក់ដូរក្នុងផ្សារនិងបាញ់សម្លាប់ខ្លួនឯងសរុបអស់ចំនួន5គ្រាប់អធិការនគរបាលស្រុកជើងព្រៃបានប្រាប់ថាស្ត្រីរងគ្រោះជាមេម៉ាយកូនមួយហើយបុរសនោះក៏បានជោគស្ដីទៅនឹងតាមប្រពៃណីមិនទាន់បានការ1ឆ្នាំឡើយកាត់រហូតមកដល់ពេលកាត់ហេតុនៅក្នុងហេតុការណ៍អំពើបាញ់ប្រហារនេះដំបងគេឃើញបុរសជាប្តីដើរមកតម្រង់នៅតូបលក់ដូររបស់ប្រពន្ធរួចទាញកំភ្លើងខ្លីមកលើប្រពន្ធទាំងកំរោលហើយក៏បានយកកំភ្លើងខ្លីនោះបាញ់ខ្លួនឯងធ្វើអត្តឃាតតាមក្រោយបញ្ចប់ជីវិតស្លាប់ក្នុងធ្លុកឈាមនៅកន្លែងតូបលក់ដូរជាមួយគ្នាអាជីវករលក់ដូរនៅផ្សារសកុនវិញបានប្រាប់ថាគេបានឮសូរសំឡេងគ្រាប់កំភ្លើងផ្ទុះជាច្រើនគ្រាប់នៅក្នុងផ្សារបន្ទាប់ពីមានការភ្ញាក់ផ្អើលឆាឡោធ្វើឲ្យអាជីវករលក់ដូរទាំងប្រុសទាំងស្រីនាំគ្នារត់មកមើលកន្លែងតូបលក់ដូរកន្លែងកាត់ហេតុបានឃើញប្តីប្រពន្ធពីរនាក់ដេកស្លាប់ក្នុងធ្លុកឈាមតែម្ដងក្រោយកាត់ហេតុកម្លាំងសន្តិសុខបានរាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានរួចរាយការណ៍បន្តទៅលោកអធិការនគរបាលស្រុកជើងព្រៃបានចាត់ឲ្យកម្លាំងជំនាញបច្ចេកទេសរបស់ស្រុកសហការជាមួយមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃដើម្បីធ្វើកសោវិច័យសាកសពសមត្ថកិច្ចបានបញ្ជាក់ថាសពស្ត្រីជាប្រពន្ធត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងស្រុកព្រៃឈរចំណែកបុរសជាប្តីបានខ្លាចជាឃាតករនោះត្រូវបានរៀបចំធ្វើបុណ្យនៅកន្លែងផ្សេងតែមិនបានបញ្ជាក់ទីតាំងត្រង់ចំណុចណាមួយនោះឡើយគិតរហូតមកដល់ល្ងាចថ្ងៃទី 7 មេសានេះសូមបញ្ជាក់ថាស្ត្រីរងគ្រោះគឺជាស្ត្រីមេម៉ាយកូនមួយចំណែកបុរសជាប្តីជាពូម៉ាយកូនមួយដែលរៀបការនៅខែកុម្ភៈ2026បានរយៈពេល1ខែប៉ុណ្ណោះក៏លែងគ្នាបុរសជាប្តីសម្បីតែឃើញសាច់ញាតិប្រុសខាងស្រីក៏កើតរោគប្រចាំដែរនៅក្នុងអំពើបាញ់ប្រហារនេះស្ត្រីជាប្រពន្ធត្រូវ3គ្រាប់ចំណែកបុរសជាប្តីត្រូវ1គ្រាប់ចំក្បាលបណ្ដាលឲ្យស្លាប់ក្នុងធ្លុកឈាម